លោកអ្នកស្ដាប់ជាទីមេត្រីតទៅទីនេះជាកម្មវិធី Hello VOA ប្រចាំខែរៀងរាល់ថ្ងៃប្រហ័សសប្តាហ៍ទី3យើងខ្ញុំតែងមានកម្មវិធី Hello VOA ស្ដីពីសុខភាពនៅរាត្រីនេះយើងខ្ញុំអញ្ជើញលោកវេជ្ជបណ្ឌិតតាំងតិចហុងមកពីរដ្ឋ Florida មកពិភាក្សាប្រធានបទអំពីការព្យាបាលនិងការបង្ការជំងឺមហារីកពោះវៀនធំភាគទី2ដែលជាភាគបញ្ចប់បើលោកអ្នកចង់ចូលរួមសូមទូរស័ព្ទទៅកាន់យើងខ្ញុំតាមលេខ012 51 51 94ឬលោកអ្នកអាចសរសេរជាសំណួរទៅយើងខ្ញុំនៅក្នុងបណ្ដាញ Facebook របស់ VOA ដែលមានអាស័យដ្ឋាន facebook.com/VOA ខ្មែរបន្ទាប់ពីការផ្សាយកម្មវិធី Hello VOA លោកភីសុភាដានឹងជូនព័ត៌មានអន្តរជាតិបញ្ចប់តទៅនេះខ្ញុំសូមប្រកល់នីតិនេះទៅលោកសឹងសុផាតដែលជាអ្នកសម្របសម្រួលកម្មវិធី Hello VOA នៅរាត្រីនេះចាសសូមអញ្ជើញលោកសុផាតបាទសូមអរគុណលក្ខិណានិងសូមស្វាគមន៍ប្រិយមិត្តពីស្ទូឌីយោលេខ10នៅក្នុងរដ្ឋធានី Washington មកកាន់កម្មវិធី Hello VOA សុខភាពប្រចាំខែសីហាដែលកម្មវិធីនេះមានជារៀងរាល់ថ្ងៃប្រហ័សសប្តាហ៍ទី3បាទនៅក្នុងកម្មវិធី Hello VOA សុខភាពកាលពីខែមុនយើងបានពិភាក្សាអំពីហានិភ័យនិងរោគសញ្ញានៃមហារីកពោះវៀនធំហើយដើម្បីលាងជម្រះនៅចម្ងល់សេសសល់របស់ប្រិយមិត្តអស់លោកអ្នកនាងបាទនៅរាត្រីនេះយើងនឹងពិភាក្សាបន្តអំពីបញ្ហាជំងឺមហារីកពោះវៀនធំនេះដោយផ្ដោតជាសំខាន់ទៅលើការព្យាបាលនិងការបង្ការមហារីកពោះវៀនធំបាទប្រសិនបើអស់លោកអ្នកនាងចង់ចូលរួមជាសំណួរសូមទូរស័ព្ទមើលកាន់លេខ012 51 51 94បាទហើយនៅពេលនេះខ្ញុំសូមស្វាគមន៍ភ្ញៀវប្រចាំខែរបស់យើងគឺលោកវេជ្ជបណ្ឌិតតាំងតិចហុងបាទដែលលោកជាវេជ្ជបណ្ឌិតខ្មែរនៅក្នុងទីក្រុង Jacksonville រដ្ឋ Florida សហរដ្ឋអាមេរិកបាទសូមជម្រាបសួរលោកវេជ្ជបណ្ឌិតបាទជម្រាបសួរលោកសុផាតនិងជនរួមជាតិខ្មែរអ្នកស្ដាប់ទាំងអស់បាទសូមអរគុណយ៉ាងច្រើនចំពោះលោកវេជ្ជបណ្ឌិតដែលតែងតែឆ្លៀតពេលវេលាពីការងារដ៏មមាញឹកបាទដើម្បីចូលរួមចែករំលែកចំណេះដឹងនិងជំនាញខាងវិទ្យាសាស្ត្ររបស់លោកជាមួយនឹងប្រជាពលរដ្ឋខ្មែរអ្នកស្ដាប់ VOA ទាំងអស់បាទនៅក្នុងពេលនេះនៅក្នុងកម្មវិធីសុខភាពប្រចាំខែរបស់យើងបាទហើយដើម្បីរំលឹកឡើងវិញពីការពិភាក្សាកាលពីខែមុននោះលោកវេជ្ជបណ្ឌិតបានជម្រាបជូនប្រិយមិត្តអស់លោកអ្នកស្ដាប់ថាអំពីហានិភ័យនោះដោយលោកវេជ្ជបណ្ឌិតបាននិយាយថាអស់លោកអ្នកនាងគួរតែដូចថាតាមដានដោយផ្អែកទៅលើកម្រិតតាក់ទងនៃពូជមានថាបើសិនជាគាត់មានជាប់ពូជដែលធ្លាប់កើតជំងឺមហារីកពោះវៀនធំហ្នឹងក៏ដូចជាផ្អែកទៅលើរោគសញ្ញាផ្សេងទៀតមានដូចដែលតាក់ទងទៅនឹងអាការៈពោះវៀនធំហ្នឹងបាទដើម្បីឲ្យគាត់ជួយកាត់បន្ថយនៅហានិភ័យកើតឡើងហើយនឹងដូចថាទៅធ្វើតេស្តនៅមន្ទីរពេទ្យផងបើសិនសូម្បីតែចំពោះអ្នកដែលមានអាយុក្រោម40ឆ្នាំក៏ដោយបើដោយសារករណីមានទិន្នន័យស្រាវជ្រាវមួយដែលបង្ហាញថាសូម្បីតែអ្នកក្រោមអាយុ40នៅក្នុងប្រទេសកម្ពុជាហ្នឹងក៏អាចមានហានិភ័យនៃការកើតឡើងខ្ពស់ផងដែរបាទដូច្នេះមុននឹងចូលពិភាក្សាគ្នាអំពីបញ្ហាការបង្ការនិងការព្យាបាលវិញលោកវេជ្ជបណ្ឌិតមានអ្វីបន្ថែមទៅលើចំណុចឬមួយចង់សង្កត់បញ្ជាក់អ្វីខ្លះបាទពីការពិភាក្សាខែមុនបាទកន្លែងហ្នឹងខ្ញុំមុនបន្តទៀតគឺសូមបញ្ជាក់ថាដោយសារថាជំងឺហ្នឹងវាអាចមានកើតទុកជាអ្នកនឹងក្មេងក៏ដោយទុកជាអ្នកនឹងមានកើតឬដងបាតក៏ដោយយើងកុំសន្និដ្ឋានថាបើកាលណាវាមានឈាមច្រើនជាពិសេសយើងកុំសន្និដ្ឋានថាវាមកពីឬដងបាតហើយយើងត្រូវតែឲ្យពេទ្យគេមើលហើយបើកាលណាយើងមានការសង្ស័យត្រូវតែឆ្លោះពោះវៀនការឆ្លោះពោះវៀនហ្នឹងវាមានប្រសិទ្ធភាពណាស់យើងអាចរកមហារីកនឹងបានឃើញឬក៏បើមិនមហារីកទេមានដុសសាច់ហ្នឹងក៏ជាលក្ខណៈល្អដែរពីព្រោះយើងអាចកាត់សាច់ហ្នឹងបានដូច្នេះកុំប្រហែលសោះបើកាលណាមានឈាមកាលណាយើងឈាមច្រើននៅក្នុងលំមុខរបស់យើងមុននឹងគេបន្តទៅទៀតខ្ញុំដំបូងបំផុតខ្ញុំសូមសង្ខេបចំណុចសំខាន់សិនហើយចាំយើងនិយាយឲ្យក្បោះក្បាយទៅតាមក្រោយចំណុច2ដែលសំខាន់គឺថាក្នុងការពិភាក្សាក្នុងការព្យាបាលគឺថាទី1សំខាន់បំផុតគឺវះកាត់ប៉ុន្តែការវះកាត់ហ្នឹងហើយនឹងបើមិនជួនកាលមានត្រូវថែមថ្នាំពីលើទៅទៀតគេហៅថា chemotherapy នឹងអាស្រ័យទៅលើតាមដំណាក់កាលរបស់ជំងឺមហារីកហ្នឹងហើយខ្ញុំនឹងនិយាយដោះស្រាយទៅតាមក្រោយចំណុចទី2ដែលយើងត្រូវដឹងសំខាន់បំផុតគឺរបៀបបង្ការមានចំណុចច្រើនដែលយើងនឹងពិភាក្សាប៉ុន្តែចំណុចដែលខ្ញុំចង់ឲ្យដឹងគឺថារបៀបបង្ការដែលសំខាន់បំផុតដែលជួយច្រើនជាងគេបំផុតគឺការឆ្លុះ
ក្នុងពោះវៀនរបស់យើងដោយប្រើពិលវែងម្យ៉ាងដូចខ្សែពួរដែលគេហៅថា colonoscopy គេប្រើរបៀបហ្នឹងគឺថាគេអាចរកឃើញដោះសាច់ដែលមិនទាន់កើតទៅជាមហារីកគេកាត់សាច់ដោះនឹងចេញទៅគេហៅថា polyp ហ្នឹងគឺថាគេអាចជួយការពារកុំឲ្យជំងឺមហារីកពោះវៀនកើតឡើងគេធម្មតាគឺចាប់ផ្ដើមគឺពេលពីអាយុ50ឆ្នាំឡើងបើសិនជាអ្នកដែលមិនមានហានិភ័យខ្ពស់ហើយអ្នកដែលមានហានិភ័យខ្ពស់អាចចាប់ផ្ដើមអាយុតិចជាងនឹងជាងការចាប់ពី40ឆ្នាំទៅឬក៏45ឆ្នាំទៅយើងនឹងនិយាយបរិយាយរឿងនឹងឲ្យបានក្បោះក្បាយហើយបន្តទៅទៀតហើយទៅចំណុចមួយទៀតដែលក្នុងការដែលបង្ការហ្នឹងគឺថារបៀបដែលយើងហូបម្ហូបអាហារទៅឲ្យមានបន្លែហើយនឹងផ្លែឈើបានច្រើនហើយមិនថយជាតិសាច់ដូចជាសាច់ជ្រូកសាច់គោជាដើមហ្នឹងហើយយើងអាចបន្ថែមវីតាមីន D ឬក៏កាល់ស្យូមរំហាត់ប្រាណជាប្រក្រតីស្រក់ទម្ងន់ហើយកុំជក់បារីនិងកុំផឹកស្រាឲ្យលើសពី3កែវនឹងជាចំណុចសំខាន់ដែលអាចជាជំនួយក្នុងការពារបង្ការកុំឲ្យកើតរោគមហារីកពោះវៀនហ្នឹងបាទសូមអរគុណលោកវិជ្ជបណ្ឌិតដែលបានសង្ខេបនៅចំណុចដែលលោកវិជ្ជដឹងចង់ពិភាក្សានៅក្នុងរាត្រីនេះហើយជាពិសេសខ្ញុំដូចថាខ្ញុំចាប់អារម្មណ៍នឹងការបង្ការសិនដោយសារនេះមុនដល់ដំណាក់កាលដែលយើងកើតចំពោះចំណុចដែលលោកវិជ្ជបណ្ឌិតតាក់ទងតាំងពីអាហារជាដើមការទៅធ្វើតេស្តហើយខ្ញុំបានខាង VOA បានតាក់ទងវិជ្ជបណ្ឌិតរូបនៅក្នុងប្រទេសកម្ពុជាដែលលោកបានសង្កត់អំពីការកើនឡើងជាទូទៅនៃជំងឺមហារីកផងដែរដែលដូចថានេះយើងចង់បដោតអារម្មណ៍ប្រិយមិត្តទៅកាន់ការវិវត្តនៃនេះផងដែរបាទមហារីករបស់យើងហ្នឹងវាឡើងសឹងគ្រប់ឥឡូវវាជំងឺមហារីកយើងវាដូចមើលទៅវាដូចអត់មាននឹងវាអត់មានអីដូចវាកម្រិតវាឡើងហើយឡើងយ៉ាងស្ងៀមស្ងាត់ទេវាអត់មានណាធ្វើអីអត់មានណាទឹកស្កាត់អត់មានណាអីឬវាជាទៅអញ្ចឹងណាដូចមហារីកមាត់ស្បូនអីចឹងយើងប្រកាសថាចាក់ថ្នាំឲ្យពួកគាត់ប៉ុន្តែមើលទៅទូលេងដល់ខ្ពស់រ៉ៃអញ្ចឹងណាបាទដូច្នេះចំណុចបញ្ហាបង្ការនេះបាទជារឿងសំខាន់បើតាមប្រសាសន៍នេះគឺជាប្រសាសន៍របស់លោកវិជ្ជដិតលីចេងហ៊ុយដែលលោកជានាយកគ្រប់គ្រងកិច្ចទំព័រសុខភាពកម្ពុជានឹងបាទលោកបានសង្កត់អំពីចំណុចនេះដូច្នេះដើម្បីពិភាក្សាបន្តខ្ញុំចង់បញ្ជាក់លោកវិជ្ជដិតបន្តិចអំពីការធ្វើតេស្តcolonoscopy លោកវិជ្ជបណ្ឌិតអាចបញ្យល់ដល់សង្ខេបដល់ប្រិយមិត្តថាការធ្វើតេស្តនេះយ៉ាងម៉េចបាទហើយនេះតាមដែលខ្ញុំក្តាប់បានគឺតាក់ទងតែនឹងមហារីកពោះវៀនធំប៉ុណ្ណោះមិនចឹងបាទមុននឹងនិយាយរឿងហ្នឹងខ្ញុំសូមធ្វើសេចក្តីពិភាក្សាបន្តិចអំពីដែលលោកគ្រូពេទ្យបាននិយាយអំពីមហារីកច្រើននៅស្រុកខ្មែរជាពិសេសមហារីកមាត់ស្បូននេះជាមហារីកទី1ដែលសម្រាប់ស្ត្រីខ្មែរច្រើនជាងគេហើយវាយើងអាចសន្និដ្ឋានបានថាមហារីកនេះកើតមកពីជំងឺឆ្លងបាទជំងឺឆ្លងគឺជំងឺកើតពីវីរុសម្យ៉ាងគេថាHPV ហើយ HPV ហ្នឹងគេអាចការពារបានដូច្នេះត្រូវយើងគិតគូររឿងហ្នឹងបើសិនជាស្រុកអ្នករដ្ឋាភិបាលអាចជួយបានគឺថាកូនក្មេងពីអាយុ11ឆ្នាំទៅឡើងទៅគឺថាត្រូវចាក់ថ្នាំកាលណាចាក់ថ្នាំហ្នឹងគឺអាចការពារបានហើយអាចធ្វើឲ្យរោគហ្នឹងចុះហើយមហារីកស្បូនហ្នឹងចុះច្រើនណាស់ដូច្នេះវាជាជំនួយហើយម្យ៉ាងទៀតគេអាចជួយបានគឺថាអ្នកស្ត្រីទាំងអស់ហើយក្នុងដែលមានប្តីហើយមានក្នុងដែលមានរួមភេទជាមួយបរិសុទ្ធហ្នឹងគឺថាត្រូវទៅឲ្យគេមើលកស្បូននឹងឲ្យទៀងទាត់គេហៅថា pap smear កាលណាយើងធ្វើ pap smear នឹងជាទៀងទាត់ទៅគឺថាយើងអាចរកឃើញលក្ខណៈមុនកើតមហារីកហើយដូច្នេះកាលណាយើងរកឃើញលក្ខណៈមុនហ្នឹងគេអាចព្យាបាលបានដល់យ៉ាងស្រួលបំផុតហើយការពារកុំឲ្យកើតទៅជាមហារីកស្បូននឹងជារបៀបមិនពិបាកសោះក៏គ្រាន់តែយើងត្រូវមានកម្មវិធីឲ្យបានច្បាស់លាស់បាទចំពោះ colonoscopy រឿងដែលគេឆ្លុះពោះវៀនហ្នឹងគឺថាជាកិច្ចការធម្មតាដែលធ្វើនៅសហរដ្ឋអាមេរិកនេះគឺបើសិនជាអ្នកនឹងអត់មានកើតជំងឺអត់មានពូជអត់មានអីគឺថាគេថាក្នុងហានិភ័យកម្រិតធម្មតា
គឺគេឲ្យចាប់ផ្ដើមពីអាយុ50ឆ្នាំឡើងបាទពីអាយុ50ឆ្នាំបើសិនជាអ្នកនឹងគ្មានរោគសញ្ញាអ្វីទាំងអស់គឺថាគ្មានឈាមពវៀនគ្មានលមួកឈាមក្នុងលមួកគ្មានរាគគ្មានក្តៀនអីខ្លាំងគឺថាចាប់ផ្ដើមពីអាយុ50ឆ្នាំទាំងស្រីទាំងប្រុសពីព្រោះគេរកទៅឃើញថាបើសិនជាគេឆ្លោះពវៀនហ្នឹងគឺឆ្លោះហ្នឹងងាយមិនពិបាកទេបាទឆ្លោះហ្នឹងគឺថាដំបូងគេត្រូវអត់បាយមួយថ្ងៃមុនឆ្លោះហ្នឹងត្រូវទទួលទានបានតែទឹកសុទ្ធទេបាទទឹកស៊ុបសុទ្ធហើយទៅលេបថ្នាំបញ្ចុះដើម្បីឲ្យអស់លមុខពីក្នុងពវៀនហ្នឹងមកហើយស្អែកឡើងទៅពេទ្យហ្នឹងគេដាក់ថ្នាំឲ្យយើងដេកលក់ទៅគេសោកពិលហ្នឹងចូលទៅពិលហ្នឹងវាដូចខ្សែពួរយ៉ាងវែងសោកចូលទៅតាំងពីគូតកន្លែងខ្សែគូតយើងរុញរហូតទៅដល់កន្លែងខ្នាយពវៀនហ្នឹងហើយគេដកមកវិញគេពិនិត្យមើលក្នុងពវៀនហ្នឹងដើម្បីរកគេដោះសាច់ដុះគេហៅថាផលលឹបហ្នឹងគឺថាដូចផ្លែកខុបអញ្ចឹងវាមានក្បាលធំអញ្ចឹងមានតងតូចអញ្ចឹងងាយកាត់ងាយនឹងពិភាក្សាព្យាបាលណាគេថាកាលណាគេឃើញរបៀបហ្នឹងគេមានខ្សែលួសគេមួយគេសោកចូលទៅគេចាប់គល់របស់តងរបស់ឲ្យផលលឹបហ្នឹងហើយគេកាត់ក្នុងពេលកាត់ហ្នឹងគេដាក់ភ្លើងទៅវាអត់មានឈាមទេបាទកាត់ហើយយកចេញទៅកាលណាយកចេញទៅកន្លែងហ្នឹងវាអត់បញ្ហាទៀតទៅថ្ងៃមុខទេពីព្រោះថាបើសិនជាផលលឹបនៅកន្លែងហ្នឹងហើយបើយើងមិនកាត់វាចេញទេគឺថ្ងៃក្រោយទៅក្នុងរយៈ3ទៅ5ឆ្នាំទៅដោះសាច់ហ្នឹងវាคล้ายទៅជាមហារីកធំហើយការដែលធ្វើនេះគឺថាមានប្រសិទ្ធភាពខ្លាំងណាស់ចំពោះសហរដ្ឋអាមេរិកហ្នឹងគេបានធ្វើការសិក្សាច្បាស់លាស់ណាស់ហើយគេបានរកឃើញថាការក្នុងពេលដែលគេអនុវត្តរបៀបធ្វើរបៀបហ្នឹងគេឃើញថាចំនួនមហារីកនៃពវៀនធំហ្នឹងវាចុះខ្លាំងណាស់ដូច្នេះវាជាជំនួយហើយបើសិនជាគេរកឃើញក៏វារកឃើញក្នុងរយៈដែលវានៅស្រាលយល់ថាងាយនឹងថែទាំចំពោះការដែលគេរកឃើញហ្នឹងដែលខ្ញុំនិយាយហ្នឹងអាយុ50ឆ្នាំបើសិនជាមនុស្សប្រុសក្នុង4នាក់មានម្នាក់ហើយដែលមានដោះសាច់ហ្នឹងដូច្នេះច្រើនណាស់ 25% បាទហើយចំពោះស្ត្រីមាន 15% ក្នុង100នាក់មាន15នាក់ដែលមានដោះសាច់ហ្នឹងហើយសាច់ហ្នឹងគឺថាគេអាចកាត់ហើយអាចជាការពារបានដូច្នេះហើយសប្តាហ៍ហ្នឹងកន្លែងដែលខ្ញុំធ្វើការហ្នឹងគឺថាកិច្ចការដែលខ្ញុំធ្វើច្រើនណាស់គឺថាច្រើនតែឆ្លោះពវៀនហ្នឹងឯងរាល់ថ្ងៃមានអ្នកមកមើលច្រើនណាស់ហើយពេលឆ្លោះម្ដងមាន10អ្នក5អ្នកទៅ10អ្នកក្នុងមួយពេលហ្នឹងឆ្លោះទៅមិនបញ្ហាអីទេអត់មានឈឺចាប់អីទេអត់មានបញ្ហាអីទេភាគច្រើនហើយគឺឆ្លោះរួចទៅយើងទៅផ្ទះវិញធម្មតាអត់មានចាំបាច់ទេមានការប្រយ័ត្នប្រយែងអីទៅទៀតទេគឺថាយើងអាចធ្វើការអីបានធម្មតាបាទដូច្នេះខ្ញុំចង់ឲ្យប្រជាជនខ្មែរយើងនឹងដឹងរឿងហ្នឹងហើយត្រូវទៅរកពេទ្យដើម្បីឲ្យគេជួយឆ្លោះជំងឺពវៀនហ្នឹងបើសិនជាអាចធ្វើបាននៅទីក្រុងភ្នំពេញខ្ញុំដឹងថាមានកន្លែងដែលគេអាចធ្វើនឹងបានធ្វើរបៀបឆ្លោះនឹងបានបាទខ្ញុំបានបញ្ជាក់ជាមួយ VOA ខាងបានបញ្ជាក់ជាមួយលោកបញ្ជាក់បិទលីចេញហួយដែរគាត់មានប្រសាសន៍ថាការឆ្លោះហ្នឹងបើមានជាពិសេសនៅពេទ្យធំហើយខ្ញុំគឺបើសិនជាប្រិមិត្តនៅតាមខេត្តគឺអាចទៅតាក់ទងតាមមន្ទីរពេទ្យខេត្តសិនបើសិនជាអត់មានទៅអញ្ជើញមករាជធានីភ្នំពេញដូចជានៅពេទ្យកាឡាម៉ែតជាដើមបាទហើយចំពោះបញ្ហាការឆ្លោះហើយនឹងពវៀននេះឃើញថាជាជំនាញរបស់លោកវិជ្ជបណ្ឌិតតាំងតិចហុងតែម្ដងហើយបើប្រិមិត្តចង់ដូចថាតាក់ទងបន្តអំពីចំណុចនេះលោកវិជ្ជបណ្ឌិតក៏មានទំព័រ Facebook page មួយផងដែរបាទដែលយើងនឹងអាចចែករំលែកនៅក្នុង Facebook page របស់ VOA នឹងពេលខាងមុខបាទហើយសូមបញ្ជាក់ដល់ប្រិមិត្តថានេះគឺជាកម្មវិធី Hello VOA សុខភាពប្រចាំខែដែលយើងពិភាក្សាអំពីការព្យាបាលនិងការបង្ការមហារីកពវៀនធំ Direct from Washington The Voice of America VOA ហើយប្រសិនជាប្រិមិត្តមានសំណួរអាចអញ្ជើញទូរស័ព្ទមកលេខ012 51 51 94ហើយនៅពេលនេះយើងមានប្រិយមិត្តមួយរូបដែលបានទូរស័ព្ទចូលគឺកញ្ញាស្រីមុំពីភ្នំពេញបាទសូមជម្រាបសួរកញ្ញាស្រីមុំសូមអរគុណដែលបានរងចាំហើយបាទមានសំណួរអ្វីតាក់ទងនឹងបញ្ហាមហារីកពវៀនធំទេបាទសូមជើញ
កញ្ញាស្រីមកលោកជំនឿតាមទៅផងផងចាខ្ញុំ បាទចាំជឿ លើមិនធ្វើលើពួកសុខាកថាជារមានជំងឺនេះឲ្យទៅវិនិច្ឆ័យអីចឹងខ្ញុំគិតថាជីវិតខ្មែរ 80% ហើយឈឺគាត់ចិត្តលេខស្លាប់ណាតែកម្ពុជាអត់មានជំនាញជីវៈឲ្យគាត់ទៅរកពេទ្យណាចាអមារីអីណាគឺថាវាអត់អាចជំងឺទៅកើតទេគឺថាគាត់ឈឺទៅលេខស្លាប់5រ៉ៃទៅខ្មែរតែអញ្ចឹងខ្ញុំចង់និយាយលោកទៅជំនឿថាលើអាចារ្យសុលមួកអីចឹងណាតើវាអាចជាកើតទៅជាមហារីកវិញ្ញាណធំទេឬក៏អ្នកទៅកើតលងបាតអីចឹងគាត់អាចខ្លាយទៅជាមហារីកវិញ្ញាណធំទៅថាការកើតមហារីកវិញ្ញាណធំមានអាការៈអីដែលធ្វើឲ្យយើងដឹងនេះដែលយើងកើតភ្លាមៗចឹងខ្ញុំឃើញខ្ញុំក៏ឃើញម្នាក់ដែរបងប្អូនក៏កើតមហារីកចឹងដល់ដំណាក់កាលចុងក្រោយយកដល់ចុកហើយចេញមកក៏ឈាមហូរស្វាយតែម្ដងហ្នឹងដំណាក់កាលលើគេថាធ្ងន់មែនទេណាឃើញយ៉ាងស្អាតអញ្ចឹងដែរឃើញឥឡូវវាអត់ទាន់មានបញ្ហាអីទៅតនិយាយចូលតែចង់នឹងវាអាការៈខ្ញុំអាចឲ្យដំណឹងយើងដឹងមុនអញ្ចឹងអត់ទេណាដូចជាខ្ញុំខ្ញុំគិតថាជារដ្ឋខ្មែរស្លាប់ទាំងជំងឺទាំងអីគ្រប់បែបយ៉ាងណាមិនថាគាត់អាចចូលមិនថាកាប់ចាក់សម្រាប់នេះអីគឺថាចិត្តស្លាប់ហ្នឹងគឺមានដៃហ្មងជំងឺហ្នឹងគឺវាធ្ងន់ធ្ងរទៀតហើយអាចិត្តសង្គមវាស្លាប់ដោយផ្លេចដៃចិត្តវារួមគ្នាច្រើនស្លាប់វិញវិញបំផុតតែនេះគឺចិត្តខ្មែរអញ្ចឹងហើយតែយើងទៅញ៉ាំអីទៅធ្វើម៉េចដើម្បីការពារកុំឲ្យយើងទឹកស្អាតនៅអាជំងឺដែលទៅហើយយើងទៅនេះវាប្រព័ន្ធចេញចូលគឺសំខាន់ណាវាធំវាធំគឺថាវាសំខាន់ទៅថាព្រោះវាប្រព័ន្ធចេញចូលបាក់ជើងអីចឹងណាអញ្ចឹងយើងត្រូវការធ្វើម៉េចកុំឲ្យវាបាទមានបញ្ហាវាល្អដែរបាទសូមបាទខ្ញុំសូមបាទអរគុណច្រើនបាទខ្ញុំសូមយកចំណុចចុងក្រោយបំផុតមកនិយាយសិនគឺថាលោកស្រីបាននិយាយថាពេលដែលជំងឺទៅដល់ពេទ្យហ្នឹងគឺធ្ងន់ធ្ងរនេះជាលក្ខណៈមួយដែលខ្មែរយើងច្រើនតែប្រហែសបាទប្រហែសយើងមិនឲ្យពេទ្យទៅមើលទៀងទាត់ទេយើងចាំតយើងឈឺបានយើងទៅពេទ្យស្រុកគេមិនអញ្ចឹងទេគឺថាគេទៅឲ្យពេទ្យមើលទៀងទាត់តែកាលណាគេអាយុច្រើនទៅជាពិសេសលើកអាយុលើសពី50ឆ្នាំទៅគេទៅពេទ្យឲ្យទៀងទាត់ទុកជាមានឈឺក៏ដោយមិនមានឈឺក៏ដោយហើយខ្ញុំសង្កេតឃើញថានៅស្រុកខ្មែរយើងកាលណាមានមហារីកជាពិសេសមហារីកដោះឬក៏មហារីកស្បូនហ្នឹងកាលណាទៅពេទ្យគឺថាភាគច្រើនតែតលដោះហ្នឹងឲ្យលួយហើយបានទៅបាទដូច្នេះកាលណាយើងចាំដល់ពេលហ្នឹងគឺថាវាទៅវាគ្មានវិធីណាដែលយើងគេអាចជួយយើងបានទេគឺថាតើយើងទៅពេលដែលយើងចាប់ផ្ដើមឈឺតិចឬក៏ដែលយើងមិនទាន់ឈឺឲ្យទៅទៀងទាត់នេះជាចំណុចដែលខ្ញុំចង់បញ្ជាក់ជំងឺមហារីកដោះក៏ដូចគ្នាអញ្ចឹងមហារីកស្បូនក៏អញ្ចឹងមហារីកពវៀនក៏អញ្ចឹងដែរបាទដូចគ្នាមហារីកពវៀនវាមានសំណួរទីមួយសិនគឺថាចំពោះទល់មុខនឹងមិនធ្វើឲ្យមហារីកពវៀនទេបាទឬដងបាតក៏មិនធ្វើឲ្យកើតមហារីកដែរដូច្នេះមិនមែនមកពីហ្នឹងទេវាមានមកពីលក្ខណៈផ្សេងទៀតចំពោះជំងឺពវៀនធំហ្នឹងវាភាគច្រើនវាទៅតាមកន្លែងបើសិនជាពវៀននឹងកើតជំងឺហ្នឹងវាមហារីកកើតនៅខាងស្ដាំពវៀនខាងស្ដាំហ្នឹងវាធំវាទលាយដូច្នេះវាអ្នកដែលឈឺរបៀបហ្នឹងអត់ដឹងទេភាគច្រើនអត់ដឹងទេក៏ប៉ុន្តែដោយសារពេលដែលមហារីកហ្នឹងវារីកធំទៅវាឈាមវាចេញឈាមតិចម្ដងឈាមហ្នឹងមើលមិនឃើញទេហើយប៉ុន្តែឈាមតិចម្ដងយូរទៅវាធ្វើឲ្យគ្រាប់ឈាមរបស់យើងវាទៅជាតិចគេហៅថាអានីមៀគ្រាប់ឈាមក្រហមតិចខ្វះជាតិដែកហ្នឹងជាសញ្ញាមួយដែលធ្វើឲ្យយើងប្រយ័ត្នដែរដូច្នេះកាលណាអ្នកណាម្នាក់ជាពិសេសមនុស្សចាស់ឬក៏មនុស្សក្មេងហ្នឹងក៏ដោយលើកលែងតែស្ត្រីដែលមានរដូវគឺថាបើសិនជាឃើញថាខ្វះជាតិដែកនៅក្នុងឈាមមានគ្រាប់ឈាមក្រហមតិចហ្នឹងគឺទី1ដែលខ្ញុំគិតគឺថាប្រហែលជាមានមហារីកនៅបែបវិញ្ញាណឈាមនៅក្នុងកាពះឬក៏ក្នុងពវៀនគឺថាចំណុចទី1ដែលគួរបារម្ភគឺថាមហារីកនៅក្នុងពវៀនដូច្នេះកាលណាគេរកឃើញរបៀបហ្នឹងត្រូវតែឆ្លោះដើម្បីនឹងរកឲ្យជំងឺរោគមហារីកហ្នឹងដោយឆ្លោះដោយប្រើ colonoscopy ហ្នឹងគឺដាក់ពិលចូលទៅហើយបើសិនជាជំងឺហ្នឹងមហារីកហ្នឹងវាកើតនៅខាងស្ដាំនៅខាងឆ្វេងជាពិសេសបើកើតនៅក្នុងកសាលគូតគឺវាឆាប់ដឹងពីព្រោះថាវាចេញឈាមមកអាសាបាត់ជើងមកឈាមត្មងបើមិនអញ្ចឹងទេវាដោយសារពវៀននៅខាងឆ្វេងហ្នឹងវាតូច
គឺថាវាអាចធ្វើឲ្យស្ទះពវៀនហ្នឹងគឺថាវាហើមពោះហើយវាក្អួតចង្អោឬក៏វាអាចក្តៀនអញ្ចឹងក៏បានរាកក៏បាននេះជារោគសញ្ញាប៉ុន្តែភាគច្រើនគឺថាគ្មានរោគសញ្ញាទេគឺថាតើតែគេមានរឿងអីផ្សេងទៅទៀតដូចជាខ្វះគ្រាប់ឈាមនឹងជាដើមហើយឬក៏សហរដ្ឋអាមេរិកជាភាគច្រើនដែលគេរកឃើញគឺរកឃើញដល់ការគេឆ្លងដោយសារមុនមានរោគសញ្ញាបាទកាលណាគេឆ្លងធម្មតាឆ្លងពេលអាយុ40ឆ្នាំ50ឆ្នាំហ្នឹងគឺថាគេអាចរកឃើញមហារីកហ្នឹងឬក៏គេអាចរកឃើញលក្ខណៈមុនមហារីកដែលគេហៅថា polyp ហ្នឹងមានខ្មែរច្រើនណាស់នៅទីក្រុង Jacksonville ហ្នឹងដែលមិនសង្ឃឹមមិនជឿថាខ្លួនមានជំងឺអីប៉ុន្តែគ្រូពេទ្យគេជាជំរុញមានខ្លះគេជំរុញ 4-5 ដងទៅហើយម្ដងគេមិនព្រមទៅ2ដងមិនព្រមទៅយូរដុកទ័រគេគ្រូពេទ្យគេខឹងដែរជួនកាលគេក៏ចូលរិញខ្លាំងមែនតើដល់មកដល់ឆ្លោះទៅឃើញមានដោះសាច់ហ្នឹងចិត្តមហារីកទៅហើយបាទប៉ុន្តែសំណាងមានទេពីព្រោះវាមិនទាន់មហារីកនៅឡើយវាប៉ុន្តែវាចិត្តមហារីកហើយកាត់ចេញទៅជាដាច់មិនចាំបាច់វះផងបាទកាត់ក្នុងពិលថ្មពិលវែងហ្នឹងពេលខ្សែពួរពិលហ្នឹងគឺថាគេអាចកាត់បានបើសិនជាដោះសាច់របៀបហ្នឹងនេះជាលក្ខណៈដែលយើងត្រូវដឹងបាទលោកវិជ្ជបណ្ឌិតបញ្ហាអេរ៉ាប័តរបស់អ្នកជំងឺចំពោះដោយថាការទៅពិនិត្យទៅជួបជាមួយគ្រូពេទ្យហ្នឹងគឺថាជាប្រធានបទសំខាន់ហើយអាចពិភាក្សាបន្តនៅពេលខាងមុខផងដែរហើយជាពិសេសនៅក្នុងបញ្ហាជំងឺមហារីកប៉ុន្តែដោយសារយើងសល់ប្រហែលជា12នាទីទៀតប៉ុណ្ណោះខ្ញុំចង់សួរលោកវិជ្ជបណ្ឌិតដែលផ្អែកលើសំណួររបស់ស្រីមុំក៏ដូចជាសំណួររបស់ប្រិមិត្តតាម Facebook មួយរូបដែលលោកបានសួរអំពីតាមពិតអំពីមហារីកនៅដៃស្បូនទេប៉ុន្តែវាដូចគ្នាដែរគឺតាក់ទងការព្យាបាលដែលលោកបញ្ជាក់ថាការវះកាត់ហ្នឹងលោកបញ្ជាក់អាចសង្ខេបដំណាក់កាលបន្តិចទេតែវះកាត់ហើយបើសិនជាវះកាត់ហើយអត់បាត់ទៅធ្វើយ៉ាងម៉េចបាទក្នុងដំណាក់កាលបាទជំងឺមហារីកដៃស្បូនហ្នឹងគឺមានបាទនេះខ្ញុំចង់និយាយទូទៅលោកវិជ្ជបណ្ឌិតគឺថាมันខុសពីជំងឺមហារីកអូវែគឺថាពងសម្បុកពងកូនហ្នឹងជំងឺហ្នឹងគឺបើសិនជាយើងថែទាំឲ្យត្រឹមត្រូវគឺអាចជាដាច់គឺថាមានអាចជាបាន 92% បើសិនជាគេធ្វើឲ្យទាន់ពេលវេលាគឺថាកាលណាវានៅស្រាលហើយគឺអត់ទាន់មានរៀលចូលកន្លែងផ្សេងទៀតគឺថា 92% អាចជាបានហើយប៉ុន្តែបើសិនជាវារៀលដាលមិនរៀលដាលខ្លាំងរៀលដាលគ្រាន់តែទៅចិត្តសរីរាង្គដែលនៅចិត្តហ្នឹងក៏វានៅតែមានលក្ខណៈដែលអាចជាបាន 73% ប៉ុន្តែបើសិនជាបានរៀលពេញខ្លួនហើយវាជាបាន 28% ក្នុងការដែលវះកាត់ហ្នឹងគឺថាមិនគ្រាន់តែវះកាត់ទេគេត្រូវប្រើថ្នាំគេហៅថា chemotherapy មានថ្នាំដែលមានប្រសិទ្ធភាពណាស់បាទថ្នាំសម្រាប់មហារីកតងស្បូនហ្នឹងមហារីកហើយមហារីកអូវែហ្នឹងគឺថាមានប្រសិទ្ធភាពគឺអាចជួយបានប៉ុន្តែត្រូវវះផងដើម្បីកាត់យកកន្លែងមហារីកហ្នឹងចេញហើយនឹងត្រូវប្រើជាតិ chemotherapy ហ្នឹងថ្នាំចាក់ហ្នឹងដើម្បីឲ្យសម្លាប់មេរោគដែលវាសម្លាប់មហារីកកោសិកាមហារីកដែលវាហែលដែលវាចេញពីកន្លែងហ្នឹងទៅតាមឈាមទៅតាមខ្សែផ្សេងទៅទៀតក្នុងខ្លួនរបស់យើងហ្នឹងវាទៅកន្លែងផ្សេងទៀតក៏តែប្រើជាតិchemotherapy ជាតិចាក់ថ្នាំហ្នឹងដើម្បីសម្លាប់មេរោគហ្នឹងបានជាដាច់បានដូច្នេះក្នុងសំណួរហ្នឹងខ្ញុំឃើញហើយថាត្រូវវះទេមិនគ្រប់ទេត្រូវទៅឲ្យគេប្រើថ្នាំចាក់ថែមទៀតបាទលោកវិជ្ជបណ្ឌិតដោយសារយើងពេលវេលាមានតែប៉ុណ្ណេះបាទដូច្នេះចំណុចសំខាន់គឺតែលោកវិជ្ជបណ្ឌិតថាត្រូវតែទៅជួបពេទ្យឲ្យបានឆាប់បាទហើយដោយសារពេលវេលាយើងមានតែត្រឹមនេះបាទខ្ញុំបាទសង្ឃសម្ភារសូមអរគុណចំពោះលោកវិជ្ជបណ្ឌិតក៏ដូចជាអ្នកស្ដាប់ដែលបានចូលរួមស្ដាប់កម្មវិធី Hello VOA នៅក្នុងយប់នេះបាទសូមបញ្ជាក់ថានៅខែក្រោយយើងនឹងមានអ្នកសម្របសម្រួលថ្មីសម្រាប់កម្មវិធី Hello VOA សុខភាពគឺលោកស្រីស៊ូពេជ្រដាបាទនៅពេលនេះខ្ញុំសង្ឃសម្ភារសូមអរគុណលោកវិជ្ជបណ្ឌិតនិងប្រិមិត្តនិងសូមជម្រាបលា